นี่บางคนdương đòn mong đã cho đây tia dương thì đấy nè chăm sắt bang phốn ở từ khơi tia si ở từ khơi tia mình sẽ có phép đó cứ bài cho đây bang phốn với dương chăm sắt từ khơi tia về si trơn về lên anh đang dương bài cho đây mình đây bài cho chừng khơi tia mình sẽ có phép thì lo đây bang phốn dương số thao ta càng chăm tia sưu lư của bác mình sưu có việc mình làm bạc đấy bang phốn mình sưu có việc dương tha sưu cả tha ban dương tha bạc cả tha ban rồiการจำเตียนี่វាกระเปกกระปกจราบបងប្អូនវាกระเปกกระปកចរាអ្នកខ្លះទៅក៏គេចំជោគជ័យទៅអ្នកខ្លះក៏បរាជ័យចឹងទៅចឹងបងប្អូនធ្វើអីក៏ដោយដែរវាមិនអាចបានល្អគ្រប់10ទេបងប្អូនរឿងដែលសំខាន់យើងចេះផ្លាស់ប្ដូររាល់អ្វីដែលយើងធ្លាប់បរាជ័យឧទាហរណ៍ថាយើងចាំលើកទី1បរាជ័យយើងត្រូវយល់ថាតើលើកទី1ហ្នឹងយើងបរាជ័យដោយសារអីមូលហេតុអីយើងខ្វះខាតអីខ្វះខាតវ៉ាក់សាំងខ្វះខាតការផ្ដល់ចំណីខ្វះខាតការអនាម័យត្រង់អីផ្សេងចឹងទៅអញ្ចឹងសំខាន់យើងបរាជ័យកន្លែងណាយើងដឹងពីចំណុចខ្វះខាតហើយយើងកែលម្អវាបានអាចទៅរួចអញ្ចឹងណាបងប្អូនมันអាចយើងចេះតែចិញ្ចឹមទុកចោលអត់បានទេបងប្អូនព្រោះអាសត្វចេះវាត្រូវការមើលថែដិតដល់ដែរវាត្រូវការកពុកច្រើនដែរព្រោះដូចខ្ញុំចេះខ្ញុំមិនចាំច្រើនទេបងប្អូនខ្ញុំក៏មិនជាអ្នកមានបទពិសោធន៍ខ្លាំងតាក់ទងទៅការចិញ្ចឹមដែរគ្រាន់ថាខ្ញុំព្យាយាមផ្លាស់ប្ដូរនៅចំណុចខ្វះខាតតាក់ទងនឹងខ្ញុំធ្លាប់ចិញ្ចឹមងាប់ម្ដងអីចឹងទៅយើងដឹងថាយើងបលែងចោលយើងអត់មើលថែវាត្រឹមត្រូវវាធ្វើឲ្យទាយើងឈឺយើងអីចឹងទៅក៏យើងផ្លាស់ប្ដូរពីការចិញ្ចឹមបែបហ្នឹងមកពីការហុំព័ទ្ធគ្រប់គ្រងវាជាប់តាក់ទងនឹងការធ្វើវ៉ាក់សាំងអីតិចតួចចឹងទៅបាយកបោអីតិចតួចចឹងទៅអញ្ចឹងបងប្អូនអញ្ចឹងយើងចង់ចិញ្ចឹមសត្វជោគជ័យឬបរាជ័យពីខ្ញុំធ្លាប់ចិញ្ចឹមកតាមានពីរសំខាន់បងប្អូនទី1ចំណីយើងត្រូវដឹងចំណីថាតើទានឹងវាស៊ីបែបណាឆាប់ធំដូចខ្ញុំចេះខ្ញុំដល់នៅតាក់ទងនឹងកតុហើយនឹងដើមចេកបូកជាមួយនឹងបន្លែកាប៉ិពុកចិត្តផ្ទះដោយសារអីដោយសារតែវាកាត់បន្ថយចំណាយខ្ញុំបានច្រើនបងប្អូនហើយចំណីសុទ្ធក៏ខ្ញុំឲ្យស៊ីដែរយើងលាយវាតិចចឹងទៅมันអាចឲ្យចំណីសុទ្ធបានទេដោយសារតែទានេះវាស៊ីច្រើនយើងផ្ដល់ឲ្យវាសុទ្ធពេកក៏យើងមិនអាចចំណេញបានច្រើនដែរអញ្ចឹងណាបងប្អូនហើយទី2ហ្នឹងគឺកត្តាថែទាំបងប្អូនយើងថែទាំតាក់ទងនឹងកត្តាត្រង់សម្អាតត្រង់កត្តាវ៉ាក់សាំងកត្តាអនាម័យកត្តាបាយកបោកត្តាថែមើលវាឈឺឬក៏មិនឈឺយើងត្រូវព្យាបាលវាយ៉ាងម៉េចវាមានច្រើនអញ្ចឹងណាបងប្អូនហើយទាខ្ញុំចិញ្ចឹមម្សានេះដូចជាមិនទាន់មានបញ្ហាអីទេបងប្អូនសង្ឃឹមថាវានឹងល្អទៅចុះបើសិនតែវាល្អចូលដើមឆ្នាំយើងនឹងទទួលបានកូនច្រើនហើយយើងនឹងផលិតកូនបានច្រើនអញ្ចឹងបងប្អូនអរគុណច្រើន